ខ្ញុំនោះស្រឡាញ់នារីដ៏ស្រស់ស្អាតដូចដើមស្វាយនោះអស់រយៈពេល4ឆ្នាំដោយចំណាយពេលពេញមួយថ្ងៃរបស់ខ្ញុំស្រមៃចង់បានឈុតឆាកដ៏ស្រស់ស្អាតនៃការរៀបការជាមួយនាងនិងនាំនាងមកផ្ទះវិញប៉ុន្តែនៅក្នុងពិធីជប់លៀងបញ្ចប់ការសិក្សាទេពធីតាពិតជាបានសារភាពអារម្មណ៍របស់នាងប្រាប់ខ្ញុំមានអារម្មណ៍រីករាយខ្លាំងពេកស្ទើរតែវិលមុខប៉ុន្តែខ្ញុំមិនមានពេលអបអរទេសម្ដីមួយម៉ាត់ពីស្ត្រីដ៏ស្រស់ស្អាតដូចដើមស្វាយបានធ្វើឲ្យខ្ញុំបាត់បង់ការគោរពខ្លួនឯងតើមនុស្សទាបដូចអ្នកអាចស័ក្តិសមនឹងខ្ញុំដោយរបៀបណាតើវាគ្រាន់តែជាល្បែងនៃសេចក្តីពិតឬហ៊ានអ្នកមិនអាចជឿថាវាជាការពិតទេមែនទេហើយអ្វីដែលខ្ញុំមិនដែលរំពឹងទុកនោះគឺថាម្ចាស់ស្ត្រីសម្រស់ដែលធ្លាប់ត្រូវបានមនុស្សរាប់ពាន់នាក់ដេញតាមនឹងក្លាយជាអ្នកបម្រើស្រីនៅក្នុងផ្ទះរបស់ខ្ញុំអូយព្រះជាម្ចាស់ឲ្យខ្ញុំសើចចង់ស្លាប់ហើយមើលមុខបរិសម្នាក់នោះទៅគាត់គិតថាគាត់ជាកង្កែបមួយប្រភេទដែលអាចស៊ីស្វានបានមែនទេពួកគេគិតថាវាមានឥទ្ធិពលខ្លាំងមិនគួរឲ្យជឿក្មេងនេះពិតជាមានក្តីស្រមៃធំមែននោះគឺជាមហាស្ត្រីសម្រស់របស់សាកលវិទ្យាល័យយ៉ាងហោចណាស់នាងគួរតែមើលក្នុងកញ្ចក់ដើម្បីមើលថានាងពិតជាយ៉ាងណាត្រូវហើយគ្មានអ្វីចម្លែកទេដែលមនុស្សនិយាយថាមានមនុស្សគ្មានភាពអៀនខ្មាស់ខ្លះដែលលោតចុះឡើងដោយធ្លុកដោយមិនមានអារម្មណ៍ខ្មាស់អៀនអ្វីទាំងអស់ប្រសិនបើជាខ្ញុំនឹងកប់ក្បាលរបស់ខ្ញុំនៅក្នុងដីជាយូរមកហើយរាល់ពាក្យសម្ដីរាល់ឃ្លាពោពេញដោយការចំអកដូចជាចូលចាក់ទម្លុះបេះដូងរបស់ខ្ញុំដែលហូរឈាមខ្ញុំសម្លឹងមើលទៅលីវរ៉ូយ៉ានដែលភ្នែករបស់នាងឡើងក្រហមនិងហើមសម្លឹងមើលទឹកមុខពេញចិត្តរបស់នាងដោយសារតែផែនការបោកប្រាស់នោះទទួលបានជោគជ័យចំពោះយ៉ែងតើទាំងអស់នេះគ្រាន់តែជារឿងកំប្លែងមែនទេតើអ្នកពិតជាមិនធ្លាប់មានអារម្មណ៍អ្វីចំពោះខ្ញុំមែនទេលីវរ៉ូយ៉ានមើលទៅដូចជានាងទៅតែរឿងកំប្លែងបំផុតក្នុងโลกខាងក្រៅនាងមើលទៅមិនជឿតើគាត់បាននិយាយអ្វីតើខ្ញុំបានរវាត្រឹមត្រូវទេអ្នកចូលចិត្តគាត់ទេតើខ្ញុំត្រូវមានភ្នែកបែបណាទើបអាចចូលចិត្តគាត់បានសូមអង្វរឪពុកម្ដាយរបស់អ្នកមិនបានបង្រៀនអ្នកបែបនោះទេតើវាមានន័យយ៉ាងណាដែលមនុស្សម្នាក់ដឹងពីដែនកំណត់របស់ខ្លួនពាក្យសម្ដីទាំងនោះទើបតែចេញពីមាត់គាត់បន្តិចប៉ុណ្ណោះពេលដែលហ្វូងមនុស្សផ្ទុះសំណើចប៉ុន្តែក្នុងចំណោមសំណើចនោះសំឡេងបុរសត្រជាក់មួយបានបន្លឺឡើងទៅអ្វីតើនេះអាចជានារីវ័យក្មេងនោះឬតើអ្នកមានយោបល់បន្ថែមអំពីការចិញ្ចឹមបីបាច់ថែរក្សាគ្រួសារឆ្វេងរបស់យើងទេសំណើចបានឈប់មនុស្សគ្រប់គ្នាងាកក្បាលរបស់ពួកគេដោយចង់ឃើញថាអ្នកណាកំពុងនិយាយដោយក្រអឺតក្រទមបែបនេះបុរសម្នាក់ស្លៀកពាក់ស្អាតក្នុងឈុតមួយបានដើរយឺតមករកពួកគេក្រោមការសម្លឹងមើលរបស់មនុស្សគ្រប់គ្នាគាត់សម្លឹងមើលទៅលីវរ៉ូយ៉ានដោយយកចិត្តទុកដាក់ហើយបន្តសួរសំណួរនារីវ័យក្មេងរូបនេះហ៊ានសួរដេញដោលអំពីការបង្រៀនរបស់គ្រូសាស្ត្រានាងប្រកាសជាមានការអប់រំល្អមែនទេខ្ញុំមិនដឹងថាសាលាណាបង្រៀនគាត់ពីទម្លាប់សើចចំអកឲ្យអ្នកដទៃដោយមិនរើសអើងនេះទេកែវភ្នែករបស់គាត់បង្ហាញសម្ពាធថប់ដង្ហើមដែលធ្វើឲ្យលីវរ៉ូយ៉ានភ័យខ្លាចបន្តិចនាងចង់តបវិញប៉ុន្តែឃើញថាខ្លួនឯងមិនអាចនិយាយអ្វីបានឡើយលោកម្ចាស់វ័យក្មេងចៅវាយនិងស្រីកំណានបានប្រាប់ខ្ញុំឲ្យនាំអ្នកទៅផ្ទះវិញហើយខ្ញុំក៏ភ្ញាក់ផ្អើលដែរខ្ញុំមិនមែនជាកូនរបស់អ្នកទេហេតុអ្វីបានជាមានអ្នកណាម្នាក់មកទទួលខ្ញុំហើយនាំខ្ញុំទៅផ្ទះនៅពេលនេះហ្វូងមនុស្សនៅជុំវិញក៏បានជាសះស្បើយពីការភ្ញាក់ផ្អើលរបស់ពួកគេផងដែរសើចចំអកដោយភាពហួសចិត្តអូយព្រះឲ្យខ្ញុំសើចស្ទើរស្លាប់ហើយនោះគឺជាម្ចាស់ផ្ទះវ័យក្មេងអ្នកណាមិនដឹងថាទំព័រដ៏ថោកទាបនេះជារបស់អ្នកសុំទានដែលគ្មានលុយចាយការជួលទូសម្ដែងសម្រាប់ការសម្ដែងមួយត្រូវតែចំណាយប្រាក់ច្រើនមែនទេខ្ញុំមិននិយាយបែបនេះទៅកាន់អ្នកទេប៉ុន្តែប្រសិនបើអ្នកចង់អួតអាងយ៉ាងហោចណាស់ត្រូវធ្វើខ្លួនដូចជាកូនអ្នកមានតើម្ចាស់ក្មេងនេះជានរណាទៅដែលត្រឡប់មកផ្ទះវិញដោយមានមនុស្សតែម្នាក់គត់មកស្វាគមន៍គាត់ប្រាកដណាស់ថាចៅវាយវ័យក្មេងនោះនឹងមិនបន្ទាបខ្លួនហើយដើរត្រឡប់ទៅផ្ទះវិញទេប៉ុន្តែមុនពេលដែលពួកគេអាចអួតបានយូរនៅវិនាទីបន្ទាប់ឡានមួយគ្រឿងដែលបើកបរដោយស៊ីបានបើកមករកពួកគេនោះនៅតែរឹងមាំនៅក្បែរខ្ញុំសំណើចនឹងការនិយាយគ្នាក៏ឈប់សិស្សប្រុសដែលនៅទីនោះកាលពីប៉ុន្មាននាទីមុននេះកំពុងនិយាយគ្នាឥតឈប់ឈរឥឡូវនេះដោយសម្លឹងមើលដោយការភ្ញាក់ផ្អើលខ្ញុំឃើញរថយន្តក្នុងក្តីស្រមៃរបស់ខ្ញុំប្រភេទដែលខ្ញុំធ្លាប់បានឃើញតែនៅលើទូរទស្សន៍ប៉ុណ្ណោះទឹកមាត់របស់ពួកគេស្ទើរតែស្រក់ចេញពីមាត់របស់ពួកគេបុរសនោះញឹមតិចដើរមកបើកទ្វារឡានហើយធ្វើសញ្ញាឲ្យខ្ញុំចូលលោកម្ចាស់តូចសូមឡើងឡានផងពួកគេបានឃើញខ្ញុំពិតជាចូលទៅក្នុងឡានទំនើបមួយរួចបើកចេញទៅក្រសែភ្នែករបស់មនុស្សមួយចំនួនដែលសម្លឹងមកលីវរ៉ូយ៉ានចាប់ដើមបង្ហាញពីការចំអកហើយក្មេងស្រីមួយចំនួនក៏បន្ថែមការប្រមាថដល់របួសផងដែរតើអ្នកទាំងអស់គ្នាបានឃើញវាទេលើកនេះខ្ញុំពិតជាបានខ្លាចជាមនុស្សគួរឲ្យអស់សំណើចនៅក្នុងការប្រកួតបរកញ្ញាចាវាមែនហើយជាធម្មតានាងហាក់ដូចជាមានអំនួតខ្លាំងលើកនេះវាអស្ចារ្យណាស់ចោរមាសបានបោះវាចោលដោយខ្លួនឯងចាំមើលថាតើនាងនៅតែអាចឆ្មើងឆ្មៃបែបនេះបានឬអត់ត្រូវហើយជាធម្មតាមនុស្សគ្រាន់តែបិទបាំងខ្លួនឯងដោយពណ៌ប៉ុន្តែឥឡូវនេះខ្ញុំខ្លាចថាទោះបីជាពន្លឺមកចិត្តក៏ដោយក៏មនុស្សនឹងមិនកត់សម្គាល់ទៀតទេលីវរ៉ូយ៉ាននៅតែរឹងរូសនិងប្រឆាំងមានអ្វីបាត់ខ្ញុំគិតថាពួកគេគ្រាន់តែព្យាយាមបង្កើតបរិយាកាសអាចកំបាំងប៉ុណ្ណោះកុំគិតថាការធ្វើបែបនោះនឹងធ្វើឲ្យខ្ញុំចូលចិត្តគាត់លីវរ៉ូយ៉ានពិតជាបានរស់នៅស្របតាមកេរ្តិ៍ឈ្មោះរបស់នាងក្នុងនាមជាម្ចាស់ស្ត្រីសម្រស់មែនសូម្បីតែពេលខឹងក៏ដោយនាងនៅតែមានមន្តស្នេហ៍ឡងស្រឡាញ់សម្រស់ហើយមនុស្សគ្រប់គ្នាសុទ្ធតែមានវានៅពេលនេះក្មេងប្រុសនៅទីនោះមិនអាចទប់ចិត្តបានហើយចាប់ដើមប៉ះទ្រូងរបស់លីវរ៉ូយ៉ានទេពធីតានិយាយត្រូវហើយខ្ញុំគិតថាបុរសនោះឈ្មោះ Big Palm គ្រាន់តែកំពុងធ្វើកម្មវិធីប៉ុណ្ណោះប្រសិនបើគាត់ពិតជាចៅវាយវ័យក្មេងមែនហេតុអ្វីបានជាគាត់មិននិយាយដូច្នេះពីមុនត្រូវហើយមើលចុះគាត់ក្រណាស់គាត់គ្មានលទ្ធភាពទិញអាវម៉ាកល្បីផងប្រសិនបើមនុស្សបែបនេះអាចក្លាយជាចៅវាយនាយវ័យក្មេងម្នាក់នោះខ្ញុំក៏អាចហៅខ្លួនឯងថាជាមហាសេដ្ឋីដែរការប្រកួតប្រជែងក្នុងភាពក្រីក្រខណៈពេលដែលខ្វះលុយកាក់វាពិតជាគួរឲ្យអស់សំណើចណាស់ពីពាក្យទាំងនេះទឹកមុខរបស់លីវរ៉ូយ៉ានក៏ប្រសើរឡើងបន្តិចយ៉ាងណាក៏ដោយនាងហាក់ដូចជាស្ងប់ស្ងាត់ប៉ុន្តែកណ្ដាប់ដៃដែលក្តាប់របស់នាងបានបង្ហាញពីស្ថានភាពផ្លូវចិត្តដ៏ច្របូកច្របល់របស់នាងចុះបើគាត់ពិតជាមកពីគ្រួសារអ្នកមានមែន
គ្រួសារឆ្វេងបានមកដល់ហើយពេលខ្ញុំចុះពីឡានភ្លាមខ្ញុំស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងវីឡាដ៏អស្ចារ្យនេះបុរសនោះឃើញខ្ញុំឈរនៅទីនោះវង្វេងក្នុងគំនិតនៅមាត់ទ្វារហើយសាច់ក្អាកក្អាយពេលគាត់អង្អែស្មាខ្ញុំលោកម្ចាស់ឲ្យលោកម្ចាស់និងស្រីស្នេហ៍កំពុងតែអន្ទះសាររងចាំចូលយើងចូលទៅក្នុងឲ្យលឿនពេលខ្ញុំចូលទៅដល់ទ្វារភ្លាមគាត់ក៏ចាប់អារម្មណ៍ខ្ញុំភ្លាមមុនពេលខ្ញុំអាចប្រតិកម្មបានខ្ញុំបានឬមនុស្សនៅក្នុងដៃរបស់ខ្ញុំនិយាយសម្លេងរបស់ពួកគេញ័រដោយអារម្មណ៍ថាកូនប្រុសជាទីស្រឡាញ់ទីបំផុតកូនបានត្រឡប់មកផ្ទះវិញឪពុកម្ដាយរបស់កូនបានស្វាគមន៍កូនត្រឡប់មកផ្ទះវិញហើយដោយសភាពកត់ខ្ញុំបានលូកដៃទៅអបនាងរួចអានក្បាលចុះដើម្បីមើលចុះក្រោមនាងជាស្ត្រីដ៏ប្រណិតនិងស្រស់ស្អាតម្នាក់ឥឡូវនេះការតុបតែងមុខដ៏ស្រទន់របស់នាងត្រូវបានប្រឡាក់ដោយទឹកភ្នែកដោយឃើញខ្ញុំសម្លឹងមើលនាងដោយទេស្អាតស្ត្រីនោះក៏ងើយមុខឡើងភ្នែករបស់នាងពោពេញដោយការរំពឹងទុកបន្តិចកូនសម្លាញ់ម៉ាក់ជាម្ដាយរបស់កូនតើកូនអាចហៅម៉ាក់ថាដម៉ាក់គេបានទេពេលខ្ញុំសម្លឹងមើលនាងដោយក្តីស្រឡាញ់ខ្ញុំមិនអាចទប់អារម្មណ៍បានទេថាភ្នែកខ្ញុំហូរទឹកភ្នែកឡើងវិញម៉ាក់តើខ្ញុំមានម្ដាយហើយឬនៅស្ត្រីនោះលែងអាចទប់ចិត្តបានទៀតហើយពេលឬដូច្នេះនាងបានដួលទៅក្នុងដៃខ្ញុំហើយយំសោកដោយមិនអាចទប់ចិត្តបានប្រពន្ធកូនប្រុសខ្ញុំឈរនៅទីនេះយូរហើយអ្នកទាំងពីរមិនចាប់អារម្មណ៍នឹងខ្ញុំទេពេលឮសំឡេងបុរសនោះម្ដាយរបស់Trentក៏ឈប់យំហើយញឹមដោយមានអារម្មណ៍ខ្មាស់អៀនបន្តិចនៅពេលនោះនាងជូតទឹកភ្នែកចេញឡើងក្រហមរួចក៏ដកខ្លួនចេញពីការអប់របស់ខ្ញុំអូខ្ញុំរីករាយណាស់ដែលបានឃើញកូនខ្ញុំរហូតដល់ភ្លេចខ្លួនមិនអីទេខ្ញុំសូមណែនាំអ្នកឲ្យស្គាល់ឪពុករបស់អ្នកគឺត្រាំងហុងខ្ញុំជូតទឹកភ្នែកចេញហើយសម្លឹងមើលបុរសនៅពីមុខខ្ញុំដោយហៅគាត់ថាប៉ាភ្នែករបស់បាត្រាំងភ្លឺឡើងភ្លាមប៉ុន្តែមិនដូចម្ដាយរបស់ត្រាំងទេគាត់មិនបានប្រញាប់ប្រញាល់ចូលមកអបខ្ញុំដោយផ្ទាល់ដើម្បីបង្ហាញអារម្មណ៍របស់គាត់ទេផ្ទុយទៅវិញគាត់បានក្អកយ៉ាងស្រទន់បោះជំហានទៅមុខហើយទះស្មាខ្ញុំយ៉ាងណែនក្មេងនេះធំធាត់ច្រើនណាស់ហើយក្រោយពីញ៉ាំអាហារពេលល្ងាចរួចឪពុករបស់Trentបានសួរថាតើខ្ញុំចង់ធ្វើការឲ្យក្រុមហ៊ុនណាមួយឬអត់បន្ទាប់មកដោយមិនបានរងចាំចម្លើយពីខ្ញុំគាត់មិនអាចជួយអ្វីបានក្រៅពីប្រគល់ទំនិញទៅឲ្យកូនប្រុសរបស់គាត់ដោយអន្ទះសារតើអ្នកគិតយ៉ាងណាចំពោះក្រុមហ៊ុនគ្រួសារយើងបរិស្ថានល្អណាស់អត្ថប្រយោជន៍ក៏ល្អឥតខ្ចោះប្រសិនបើអ្នកយល់ព្រមត្រឡប់មកវិញខ្ញុំនឹងរៀបចំឲ្យអ្នកធ្វើការជានាយកភ្លាមម្ដាយរបស់ត្រាងបានសម្លឹងមើលគាត់ដោយក្រសែភ្នែកមើលងាយហេតុអ្វីបានជាអ្នកនិយាយដូចជាអ្នកកំពុងព្យាយាមបញ្ឆោតក្មេងវិកបានចូលមកម៉ាក់បានឮថាកូនកំពុងសិក្សាផ្នែករដ្ឋបាលពាណិជ្ជកម្មនៅសាកលវិទ្យាល័យក្រុមហ៊ុនកំពុងស្វែងរកនាយកដូច្នេះវាជារឿងសំហេតុផលបំផុតសម្រាប់អ្នកក្នុងការធ្វើវាដូចជាការជួយឪពុកម្ដាយរបស់អ្នកអញ្ចឹងវាជួយសន្សំសំចៃឪពុកម្ដាយពីបញ្ហានៃការត្រូវស្វែងរកនរណាម្នាក់ពីខាងក្រៅគ្រួសារបុរសចំណាស់បានមកក្បាលម្ដងហើយម្ដងទៀតពេលដូច្នេះជាក់ស្ដែងខ្ញុំយល់ស្របទាំងស្រុងជាមួយគំនិតនេះពេលឃើញទឹកមុខឪពុកម្ដាយខ្ញុំពោពេញដោយក្តីរំពឹងខ្ញុំមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងមនុស្សគ្រប់គ្នាដឹងហើយថាគ្រួសារTrentគឺជាមហាសេដ្ឋីដែលមានជាងគេបំផុតនៅក្នុងតំបន់ក្រុមហ៊ុននេះមានកិត្យានុភាពខ្លាំងណាស់ដែលសូម្បីតែនិស្សិតមកពីសាកលវិទ្យាល័យកំពូលក៏ត្រូវតស៊ូយ៉ាងលំបាកដើម្បីទទួលបានការងារនៅទីនោះដែរពីមុននោះគឺជាគម្លាតដែលមិនអាចឆ្លងកាត់បានសម្រាប់ខ្ញុំប៉ុន្តែឥឡូវនេះអញ្ចឹងហើយវាត្រូវពិចារណាឡើងវិញនៅថ្ងៃបន្ទាប់ខ្ញុំបានទៅក្រុមហ៊ុនដើម្បីចុះឈ្មោះប៉ុន្តែខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្ញុំថែមទាំងបានជួបអ្នកស្គាល់គ្នានៅទីនេះទៀតផងវាជាការពិតដែលថាអយុធធម៌ច្រើនតែនាំឲ្យមានកាលៈទេសៈមិនល្អអូព្រះជាម្ចាស់ឲ្យមើលថាអ្នកណានៅទីនេះតើគាត់មិនបានអះអាងថាជាចៅវាយនេះវ័យក្មេងដ៏មានទេហេតុអ្វីបានជាអ្នកត្រូវបង្ហាញខ្លួនសម្រាប់ការសម្ភាសជំនួយការរបស់ខ្ញុំដែលមើលទៅមិនពេញចិត្តយ៉ាងខ្លាំងហៀបនឹងដើរទៅមុខហើយស្រែកដាក់បរិសុទ្ធឆ្លើយនោះប៉ុន្តែខ្ញុំបានបញ្ឈប់គាត់ការធ្លាក់ពីកម្ពស់ខ្ពស់អាចឈឺចាប់ពេលខ្លះប្រសិនបើអ្នកចង់ឲ្យនរណាម្នាក់ដួលខ្លាំងអ្នកត្រូវរងចាំដោយអត់ធ្មត់ឲ្យពួកគេឡើងខ្ពស់ជាងនេះជាមុនសិនតើត្រឹមត្រូវទេជំនួយការរបស់ខ្ញុំឆ្លាតណាស់គាត់យល់ពីចិត្តណារបស់ខ្ញុំភ្លាមមកក្បាលហើយមិនជ្រៀតជ្រែកបន្ថែមទៀតទេខ្ញុំបានដើរទៅមើលសិស្សប្រុសដែលកំពុងចំអកឲ្យខ្ញុំគាត់ក៏ជាម្នាក់ក្នុងចំណោមអ្នកដែលដេញតាមលឺរួយអណ្ដែហើយនៅក្បែរគាត់ក៏មានសិស្សប្រុសមួយចំនួនទៀតផងដែរពួកគេទាំងអស់គ្នាសុទ្ធតែជាមុខដែលធ្លាប់ស្គាល់នៅយប់នោះហើយឥឡូវនេះពួកគេក៏មិនមែនជាករណីលើកលែងដែរពួកគេទាំងអស់គ្នាកំពុងសម្លឹងមកខ្ញុំដោយការមើលងាយប៉ុន្តែខ្ញុំចង់និយាយថាហេតុអ្វីបានជាអ្នកមិនឈប់អួតខ្លួនបើអ្នកដឹងថាអ្នកនឹងត្រូវលាតត្រដាងហេតុអ្វីត្រូវអួតអាងតាំងពីដំបូងនៅពេលនោះសំឡេងចំអករបស់លីវរូយ៉ានបានបន្លឺឡើងពីក្រោយខ្នងប្រសិនបើ Trent Bichem ដឹងថាថ្ងៃនេះនឹងមកដល់ហេតុអ្វីបានជានាងប្រព្រឹត្តបែបនោះពីមុនជាក់ស្ដែងគាត់គ្មានលុយទេដូច្នេះហេតុអ្វីបានជាត្រូវធ្វើពុតជាចៅវាយនេះវ័យក្មេងអ្នកមានម្នាក់ក្រៅពីនេះទោះបីជាគាត់ជាកូនអ្នកមានក៏ដោយក៏ខ្ញុំមិនចូលចិត្តគាត់ដែរប្រហែលជានាងគិតថាខ្ញុំនៅទីនោះសម្រាប់ការសម្ភាសដូចនាងដែរដូច្នេះនាងបានបដិសេធការសង្ស័យទាំងអស់របស់នាងដោយអះអាងថាខ្ញុំគ្រាន់តែកំពុងធ្វើកម្មវិធីមួយនៅថ្ងៃនោះខ្ញុំសើចចំអកភ្នែករបស់ខ្ញុំពោពេញដោយការចំអកសម្លឹងមើលនាងពីក្បាលដល់ចុងជើងដូចជានាងជាវត្ថុមួយពិតមែនទេនោះជារឿងគួរឲ្យអាម៉ាស់ណាស់ខ្ញុំមិនខ្វល់ពីមនុស្សដូចអ្នកឥឡូវនេះទេតើញូយ៉ែនកំពុងញញែមរងចាំមើលទស្សនីយភាពនៅពេលដែលការកុហករបស់ខ្ញុំត្រូវបានលាតត្រដាងមែនទេខ្ញុំមិនជឿថាខ្ញុំគ្មានប្រយោជន៍សម្រាប់នាងយ៉ាងនេះទេភ្លាមនោះបរិសដែលមានសក់នៅលើក្បាលបានចង្អុលម្រាមដៃរបស់គាត់មកលើមុខខ្ញុំបងប្រុសខ្ញុំបានរំខាននាងដោយមិនបានឲ្យនាងនិយាយឈ្មោះអ្នកផ្សេងឡើយខ្ញុំបានក្រឡេកមើលពាក្យសុំការងារនៅក្នុងដៃរបស់ពួកគេហើយទឹកមុខមើលងាយបានលេចចេញមកលើបូមាត់របស់ខ្ញុំអ្នកទាំងអស់គ្នាមិនយល់ច្រឡំថាចង់ចូលរួមជាមួយក្រុមហ៊ុនគ្រួសារខ្ញុំទេមែនទេពួកគេក៏មិនមើលកញ្ចក់ដើម្បីពិនិត្យខ្លួនឯងដែរគុណធម៌អ្វីតើធ្វើដូចម្ដេចទើបអាចចាត់ទុកមនុស្សដែលមានប្រវត្តិរូបសង្ខេបមធ្យមបែបនេះថាស័ក្តិសមបានពីមុនពួកគេជាអ្នកដែលមើលងាយខ្ញុំឥឡូវនេះដល់វេនខ្ញុំចំអកឲ្យពួកគេនេះធ្វើឲ្យពួកគេខឹងសម្បាភ្លាមបុគ្គលដែលមានចរិតឆេវឆាវខ្លះថែមទាំងបានព្យាយាមវាយប្រហារខ្ញុំទៀតផងប៉ុន្តែត្រូវបានអ្នកផ្សេងទៀតដែលនៅមានសតិសម្បជញ្ញៈខាត់ទុក
ហេឈប់ធ្វើខ្លួនតូចតាចទៅវាមិនសមនឹងឆ្លុះប្រកែកគ្នានៅទីនេះដោយសារតែមនុស្សឈួតម្នាក់នេះទេវាមិនល្អទេប្រសិនបើគាត់ដើរឆ្ពោះទៅកាន់ភ្នំសម្ភាររបស់យើងត្រូវហើយប៉ុន្តែជាអកុសលអ្នកប្រកាសជាមិនអាចចូលបានទេហឹងគ្រាន់តែអ្នកនិយាយថាយើងមិនអាចចូលបានមិនមានន័យថាយើងមិនអាចចូលបានទេតើអ្នកគិតថាអ្នកជានរណាចៅវាយវ័យក្មេងតើគាត់ជាចៅវាយវ័យក្មេងរបស់អ្នកណាទៅធ្វើវាដោយខ្លួនឯងហើយមើលពីរបៀបដែលអ្នកត្រូវគេវាយដំនឹងដេញចេញយេនសម្លឹងមកខ្ញុំដោយត្រជាក់នាងតែងតែត្រូវបានហុំព័ទ្ធដោយអ្នកកោតសរសើរវាជាលើកដំបូងហើយដែលខ្ញុំត្រូវបានគេអាម៉ាស់មុខនៅចំពោះមុខហ្វូងមនុស្សជាការពិតណាស់ខ្ញុំខឹងយ៉ាងខ្លាំងខ្ញុំត្រូវចាក់ចេញពីពួកគេដោយក្នុងដ៏រហ័សរហួនមិនអីទេចាំមើលថាអ្នកណាត្រូវបណ្ដេញចេញខ្ញុំឬអ្នកចាញ់ដ៏កំសត់ទាំងឡាយខ្ញុំរៀបពាក្យបណ្ដាសាចេញពីក្រោយក្នុងខ្ញុំស្អប់មនុស្សប្រភេទនោះដែលមិនអាចធ្វើសកម្មភាពគួរឲ្យជឿជាក់បានរហូតដល់ភ្លេចឈ្មោះខ្លួនឯងប៉ុន្តែវាហាក់ដូចជាវាពិតជាសមាជិកនៃគ្រួសារព្រះច័ន្ទមែនគ្រួសារត្រាងពិតជាមិនខ្វះមនុស្សទេបើគាត់ពិតជាចៅវាយក្មេងមែនហេតុអ្វីបានជាគ្មានអ្នកណានៅទីនេះដើម្បីស្វាគមន៍គាត់ចាំបន្តិចខ្ញុំនឹងវាយគាត់ហើយបង្ហាញគាត់ថាហេតុអ្វីបានជាផ្កាមានពណ៌ផ្កាឈូកលីវរ៉ូយ៉ានមិនបានចាប់អារម្មណ៍នឹងក្មេងប្រុសនោះទេមុខរបស់នាងខ្មៅដូចបាតឆ្នាំងហើយនាងបានសម្លឹងមើលទីដោយដែលខ្ញុំទើបតែចាក់ចេញដោយគំរាមកំហែងពួកគេគិតថាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះអ្វីដែលកំពុងកើតឡើងនោះទេប៉ុន្តែពួកគេមិនដឹងតតែសោះថាជំនួយការរបស់ខ្ញុំបានសង្កេតឃើញរាល់ចលនាដែលពួកគេបានធ្វើការសម្ភាសរបស់ពួកគេត្រូវបានកំណត់ថាជាកិច្ចខិតខំប្រឹងប្រែងឥតប្រយោជន៍ក្រោមការរៀបចំរបស់ខ្ញុំអ្នកសម្ភាសសម្រាប់ក្រុមនេះគឺលីវញូយេនមិនដូចបេក្ខជនដទៃទៀតទេអ្នកដែលសម្ភាសពួកគេគឺជាជំនួយការរបស់ខ្ញុំជំនួយការបានជ្រួញចិញ្ចើមហើយបើកមើលឯកសាររបស់ពួកគេដោយធម្មតាដោយមានបទពិសោធន៍ត្រឹមតែប៉ុណ្ណឹងអ្នកពិតជាយល់ច្រឡំគ្រប់គ្រាន់ហើយមែនទេថាអ្នកអាចចូលរួមជាមួយក្រុមហ៊ុនរបស់យើងបានការសម្លឹងមើលដោយធម្មតារបស់ជំនួយការធ្វើឲ្យពួកគេញ័រដោយអចេតនាវាជាយូរណាស់មកហើយមុនពេលដែលសម្លេងព្រួញស្រាលមួយអាចឬបានមែនហើយយើងទាំងអស់គ្នាសុទ្ធតែជានិស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីប៉ុន្តែយើងពិតជានឹងខិតខំប្រឹងប្រែងធ្វើការនាពេលអនាគតរាយការណ៍ទៅក្រុមហ៊ុនបាត់ចាសទោះបីជាយើងមិនមានបទពិសោធន៍ច្រើននៅពេលនេះក៏ដោយក៏យើងចង់រៀននិងកែលម្អសូមផ្ដល់ឱកាសឲ្យយើងផងយើងនឹងបង្ហាញសមត្ថភាពរបស់យើងពេលឮសម្ដីឆោតល្ងងនឹងក្មេងខ្ចីទាំងនេះខ្ញុំមិនអាចទប់សំណើចបានទេខ្ញុំបានឃើញថាបុរសទាំងនោះគ្មានអារម្មណ៍ដឹងខ្លួនអ្វីទាំងអស់ពួកគេកាន់តែនិយាយពួកគេកាន់តែមានចំណងខ្លាំងដោយគិតថាពួកគេជាយុវជនដែលមានចំណងចំណូលចិត្តយ៉ាងពិតប្រាកដឃើញបែបនេះភ្នែករបស់ជំនួយការក៏ភ្លឺឡើងទឹកមុខរបស់គាត់បានផ្លាស់ប្ដូរទៅជាការពេញចិត្តហើយគាត់បានមកក្បាលទៅពួកគេសប្តាហ៍ថ្ងៃនេះវាកំរណាស់ក្នុងការស្វែងរកយុវជនដែលមានភាពរីករាយដូចអ្នកដូច្នេះភ្នែករបស់ពួកគេភ្លឺឡើងដោយគិតថាការចូលទៅក្នុងក្រុមហ៊ុនគឺពិតជាមានសុវត្ថិភាពណាស់ដោយជឿថាជាមួយនឹងឈាមថ្មីដូចជាពួកគេក្រុមហ៊ុនរបស់យើងប្រកាសជានឹងរីកចម្រើនកាន់តែខ្លាំងសូមមានទំនុកចិត្តថាយើងពិតជានឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីតបស្នងចំពោះសេចក្តីសប្បុរសនិងការគាំទ្ររបស់ក្រុមហ៊ុនចាសសូមលោកម្ចាស់មេត្តាជ្រាបជំនួយការញឹមដាក់ពួកគេដោយមើលទៅពេញចិត្តយ៉ាងខ្លាំងប៉ុន្តែគ្រាន់តែពួកគេកំពុងមើលជំនួយការយកកិច្ចសន្យាការងារចេញមកប្រគល់ឲ្យពួកគេដោយអន្តេសាទ្វារបន្ទប់ប្រជុំក៏បានបើកចំហភ្លាមចាំបន្តិចសិនពួកគេភ្ញាក់ផ្អើលហើយដោយសភាពគាត់ខ្ញុំបានងាកមកមើលហើយដោយមិនបានកត់សម្គាល់ឃើញថាជំនួយការនៅតែនៅទីនោះខ្ញុំមិនអាចទប់ចិត្តបានក្រៅពីចាប់ផ្ដើមជេរប្រមាថឡើយត្រាំងប៊ីកផាំតើអ្នកនឹងទទួលស្គាល់ការបរាជ័យមែនទេតើអ្នកមិនឃើញទេថាយើងកំពុងធ្វើការសម្ភាសដូច្នេះអ្នកខ្លាចត្រូវគេតែកំភ្លៀងនោះហើយជាមូលហេតុដែលអ្នកមកបំផ្លាញពេលវេលាដ៏ល្អរបស់យើងមែនទេប៉ុន្តែជាអកុសលយើងហៀបនឹងចុះហត្ថលេខាលើកិច្ចសន្យាមែនហើយក្រុមហ៊ុនឲ្យតម្លៃយើងខ្ពស់កុំនិយាយបែបនោះអីវាមិនងាយស្រួលសម្រាប់គាត់ក្នុងការលួចចូលមកទីនេះទេចាត់ទុកថាវាជាការបើកភ្នែកសម្រាប់គាត់យ៉ាងណាក៏ដោយនៅពេលដែលយើងចាប់ផ្ដើមធ្វើការនៅទីនេះគាត់ក៏មិនមានឱកាសចូលដែរខ្ញុំមិនបានព្យាយាមប្រកាសទេខ្ញុំគ្រាន់តែដើរទៅរកជំនួយការរបស់ខ្ញុំដោយស្ងប់ស្ងាត់ដោយធ្វើពុតជាមិនខ្វល់ខ្វាយនាងបានសួរគាត់ថាដូច្នេះពួកគេកំពុងនិយាយការពិតមែនទេឃើញដូច្នេះជំនួយការក៏ញឹមយ៉ាងរហ័សហើយព្យាយាមលួងលោមគាត់លោកគ្រូវ័យក្មេងតើអ្នកកំពុងនិយាយអ្វីគ្រាន់តែផ្អែកលើប្រវត្តិរូបសង្ខេបដ៏អាក្រក់របស់ពួកគេតើក្រុមហ៊ុនរបស់យើងអាចជួលពួកគេដោយរបៀបណាខ្ញុំបានលើកចិញ្ចើមឡើងសម្លឹងមើលហ្វូងមនុស្សដែលមាត់របស់ពួកគេបើកចំហដោយការភ្ញាក់ផ្អើលមែនហើយវាហាក់ដូចជាអ្នកទាំងអស់គ្នាពិតជាមានការភ័ន្តច្រឡំមែនតើអ្នកមិនអាចប្រាប់ពីភាពខុសគ្នារវាងការត្រូវបានបដិសេធនិងការទទួលយកបានទេហ្វូងមនុស្សបានស្ងាត់ស្ងៀមភ្លាមបរិយាកាសស្ងាត់ឈឹងយ៉ាងចម្លែកដោយឃើញពួកគេនៅតែឈរនៅទីនោះដូចរូបសំណាកខ្ញុំក៏គ្រវីដៃមើលទៅដូចជាមនុស្សងងមួយក្រុមណាស់ហើយសន្តិសុខមកមើលពួកគេចេញមកឬដូច្នេះពួកគេទីបំផុតអាចនិយាយឡើងវិញបានហើយដឹងពីអ្វីដែលកំពុងកើតឡើងម្នាក់ក្នុងចំណោមពួកគេដោយកំហឹងខ្លាំងបានគប់ដៃចុះលើតុប៊ីកផាមឯងហ៊ានលេងល្បិចលើយើងយ៉ាងម៉េចអូយខ្ញុំចាំថាខ្ញុំបានប្រាប់អ្នកពីអត្តសញ្ញាណពិតរបស់ខ្ញុំតាំងពីដំបូងមកប៉ុន្តែអ្នកផ្ទាល់មិនបានជឿខ្ញុំទេចំពោះកិច្ចសន្យាការងារវិញខ្ញុំគ្រាន់តែចូលចិត្តចំអកឲ្យអ្នករាល់គ្នាប៉ុណ្ណោះមានមតិយោបល់ទេទឹកមុខរបស់មនុស្សទាំងនោះប្រែជាមិនសប្បាយចិត្តខ្លាំងភ្លាមនៅពេលនេះជំនួយការក៏មិនអាចទប់ចិត្តបានត្រូវពីនិយាយឡើងដែរដោយមិនរាប់បញ្ចូលបញ្ហានៃលក្ខណៈសម្បត្តិមិនគ្រប់គ្រាន់ដោយគ្រាន់តែផ្អែកលើចរិតសីលធម៌ទាបរបស់អ្នកហ៊ានគិតថាអ្នកអាចចូលក្រុមហ៊ុនគ្រួសារត្រាងបានឬនោះដូចជាការស្រមើស្រមៃពេលថ្ងៃអញ្ចឹងពួកគេស្ទាក់ស្ទើរបន្តិចព្រោះពួកគេដឹងច្បាស់ពីភាពខុសគ្នានៃឋានៈសង្គមរវាងពួកយើងប៉ុន្តែតើពួកគេអាចបណ្ដោយឲ្យឱកាសនេះកន្លងផុតទៅដោយរបៀបណានៅពេលដែលវាស្ថិតនៅក្នុងដៃរបស់ពួកគេគ្មានជំរឿអ្វីក្រៅពីងាកទៅរកការគំរាមកំហែងនិងការអង្វរនោះទេគ្រួសារឆ្រេងគឺជាអាជីវកម្មដែលមានអាយុកាលយូរអង្វែងមកហើយការចូលរួមក្នុងការអនុវត្តមិនស្មោះត្រង់បែបនេះប្រកាសជានឹងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់អ្នកប្រសិនបើពាក្យចាមអារ៉ាមនេះរីករាលដាល
ឬចុះយ៉ាងណាចំពោះរឿងនេះអ្នកទទួលយកយើងហើយយើងនឹងធ្វើពុតថាគ្មានអ្វីកើតឡើងទេឬដូច្នោះខ្ញុំមិនអាចទប់សំណើចបានទេតើអ្នកកំពុងសើចអ្វីតើខ្ញុំខុសទេខ្ញុំសើចចំអកឲ្យអ្នកដែលមិនស្គាល់ពីដែនកំណត់របស់ខ្លួនឯងតើអ្នកពិតជាគិតថាមនុស្សមួយចំនួនតូចអាចរង្គោះរង្គើអំណាចគ្រួសារត្រេងបានមែនទេខ្ញុំគ្រាន់តែខ្លាចថាអ្នកនឹងប្រាប់មនុស្សនៅខាងក្រៅមនុស្សក៏នឹងគិតថាអ្នកខឹងដោយសារតែអ្នកមិនត្រូវបានទទួលយកពាក្យសម្ដីទាំងនោះទើបតែចេញពីមាត់របស់ពួកគេពេលពួកគេនិយាយហើយពួកគេទាំងអស់គ្នាក៏គ្មានពាក្យអ្វីនិយាយសោះត្រូវហើយតើពួកគេភ្លេចអត្តសញ្ញាណរបស់ខ្ញុំដោយរបៀបណាអ្វីឥឡូវនេះខុសគ្នាទាំងស្រុងបើប្រៀបធៀបទៅនឹងអតីតកាលដូច្នេះពួកគេបានផ្លាស់ប្ដូរទឹកមុខរបស់ពួកគេដោយធ្វើពុតជាគួរឲ្យអាណិតនិងគ្មានទោសពេលគាត់និយាយចប់គាត់ក៏លូកដៃមកចាប់ដៃខ្ញុំចំណុចឆ្លងកាត់សាឡាំងនេះពិតជាស្រស់ស្អាតខ្លាំងណាស់រហូតដល់យើងមើលមិនឃើញភ្នំតែកាលពីអតីតកាលយើងដឹងថាយើងខុសព្រោះយើងទាំងអស់គ្នាសុទ្ធតែជាអតីតមិត្តរួមថ្នាក់សូមលោកម្ចាស់មានចិត្តទូលាយហើយកុំមានចិត្តចង់គំនុំចំពោះមនុស្សតូចតាចអីគាត់ហៀបនឹងប៉ះដៃខ្ញុំមួយសន្ទុះប៉ុន្តែជំនួយការរបស់គាត់បានរុញវាចេញមុនពេលគាត់អាចធ្វើដូច្នេះបានហើយឥឡូវគាត់កំពុងសុំទោសហើយហេតុអ្វីបានជាហុងហូរគំរាមមនុស្សនៅក្នុងបន្ទប់ទទួលភ្ញៀវនៅពេលនេះវាយឺតពេកហើយត្រេងប៊ីចខ្ញុំសូមប្រាប់អ្នកថាគុំរុញយើងទៅឆ្ងាយពេកបើមិនដូច្នេះទេហឹមហឺត្រូវហើយពួកយើងសុទ្ធតែជាមិត្តរួមថ្នាក់នៅពេលនោះខ្ញុំមិននឹកស្មានថាអ្នកមានគំនិតតូចចង្អៀតយ៉ាងនេះទេសូម្បីតែរឿងកំ pl ែងសាមញ្ញមួយក៏មិនអាចទ្រាំទ្របានដែរចេញពីទីនេះទៅហើយមើលថាតើអ្នកនឹងជួបបញ្ហាអ្វីលើនេះខ្ញុំញ៉ាំបែបមានទឹកមុខមិនសប្បាយចិត្តហើយមិននិយាយអ្វីទេដោយមើលពួកគេរំដូចធ្លុកជំនួយការសារចំអកយ៉ាងត្រជាក់ថាខ្ញុំគិតថាអ្នកទាំងអស់គ្នាភ្លេចថាខ្លួនឯងជានរណាហើយដោយសន្មត់ថាអ្នកមិនបានធ្វើអ្វីខុសទេអញ្ចឹងខ្ញុំនឹងបង្ហាញសកម្មភាពរបស់អ្នកជាសាធារណៈចាំមើលថាតើមិត្តរួមការងារណាខ្លះនៅក្នុងឧស្សាហកម្មនេះហ៊ានជួអ្នកពេលដែលពាក្យទាំងនោះត្រូវបាននិយាយចេញមកស្មារតីរបស់ពួកគេក៏ធ្លាក់ចុះភ្លាមហើយមុខរបស់ពួកគេក៏ស្លេកស្លាំងអស់ពណ៌សម្បូរពួកគេហៀបនឹងអង្វរសុំការមេត្តាករុណាស្រាប់តែឆ្មាំសន្តិសុខបានស្ទុះមកចាប់ពួកគេហើយអូសពួកគេចេញទៅក្រៅចាប់ពីពេលនេះទៅដោយគ្រាន់តែមានពាក្យមួយម៉ាត់ពីគ្រូសាឆ្វេងយ៉ាងហោចណាស់នៅក្នុងទីក្រុងនេះគ្មានក្រុមហ៊ុនណាហ៊ានជួលពួកគេទៀតទេខ្ញុំមានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំងហើយដកដង្ហើមធំដោយធូរស្រាលប៉ុន្តែខ្ញុំមិនភ្លេចថាលីវរូយ៉ាននៅតែរងចាំនៅខាងក្រៅត្រៀមខ្លួនសម្រាប់ការសម្ភាសន៍បន្ទាប់របស់នាងខ្ញុំបានអង្គុយលើកៅអីរបស់ខ្ញុំសង្កេតនិងវាតម្លៃលីវរូយ៉ាននាងបានបាត់បង់ទាំងស្រុងនៅភាពប្រអើតក្រទុំពីមុនរបស់នាងផ្ទុយទៅវិញនាងបានអង្ក្បាលចុះដោយខ្លាចខ្ញុំនឹងកត់សម្គាល់ឃើញនាងមិនមានប្រតិកម្មអ្វីទាំងអស់នៅពេលដែលជំនួយការរបស់នាងហៅឈ្មោះនាងខ្ញុំគិតថានាងមិនអីទេទុកឲ្យនាងធ្វើជាលេខាផ្ទាល់ខ្លួនរបស់ខ្ញុំចុះទឹកមុខរបស់លីវរូយ៉ានបង្ហាញពីការមិនជឿនាងគិតថាខ្ញុំនឹងប្រព្រឹត្តចំពោះនាងតាមរបៀបដែលក្មេងប្រុសដទៃទៀតបានធ្វើឲ្យនាងបាត់បង់មុខទាំងស្រុងប៉ុន្តែមិននឹកស្មានដល់មិនត្រឹមតែខ្ញុំមិនបានធ្វើបែបនោះទេថែមទាំងបានផ្ដល់ឲ្យនាងនៅការងារដ៏ល្អបែបនេះទៀតផងលីវរូយ៉ានសម្លឹងមកខ្ញុំភ្លាមដោយទឹកមុខទេប្រហែលជាពួកគេគិតថាខ្ញុំមិនទាន់ភ្លេចនាងនៅឡើយទេដែលជាមូលហេតុដែលពួកគេយកចិត្តទុកដាក់ចំពោះខ្ញុំខ្លាំងម្ល៉េះនោះត្រឹមត្រូវណាស់ខ្ញុំគ្រាន់តែចង់មើលថែនាងឲ្យបានល្អតើយើងអនុញ្ញាតឲ្យនាងចាក់ចេញយ៉ាងងាយស្រួលយ៉ាងនេះដោយរបៀបណាប៉ុន្តែតើមានអ្នកណាដឹងទេនាងនៅតែរីករាយនឹងសេចក្តីរីករាយដែលឆាប់នេះនឹងក្លាយជានារីវ័យក្មេងដែលមានឋានៈខ្ពង់ខ្ពស់ការសម្ភាសន៍មិនទាន់ចប់ផងប៉ុន្តែខ្ញុំមិនអាចទប់ទល់នឹងការជូនដំណើរលីវរូយ៉ានដោយផ្ទាល់បានទេបងប្រុស Big Pam ពួកគេកំពុងធ្វើបាបខ្ញុំសូមបង្រៀនពួកគេនៅមេរៀនមួយសម្រាប់ខ្ញុំផ្អៀងខ្លួនទៅលើសាឡុងសម្លឹងមើលនាងដោយចាប់អារម្មណ៍មានរឿងអ្វីតើពួកគេនិយាយអ្វីទៅកាន់អ្នកម្ដងទៀតលីវរូយ៉ានខំបូមមាត់របស់នាងហាក់ដូចជាពិបាកនិយាយប៉ុន្តែឃើញទឹកមុខរំពឹងទុករបស់ខ្ញុំនាងនៅតែអប់ខ្ញុំយ៉ាងណែនយំសោកពួកគេនិយាយថាខ្ញុំជាមនុស្សអាក្រក់ដែលចង់ស៊ីសត្វស្វាថាខ្ញុំមិនស័ក្តិសមចូលផ្ទះរបស់អ្នកទេនាងរំពឹងថាខ្ញុំនឹងជូតទឹកភ្នែករបស់នាងចេញដោយថ្នមលួងលោមនាងដោយថ្នមហើយបន្ទាប់មកដាក់ទោសមនុស្សទាំងនោះជំនួសនាងប៉ុន្តែបន្ទាប់ពីរងចាំកន្លះថ្ងៃនាងនៅតែមិនឃើញខ្ញុំសោះនាងសម្លឹងមកខ្ញុំដោយទឹកមុខងឿងឆ្ងល់និងពោពេញដោយទឹកភ្នែកហើយនាងក៏ឃើញភ្នែកខ្មៅស្រអែមរបស់ខ្ញុំដែលមានស្នាមញញឹមបែបចំអកតើអ្នកបានយំគ្រប់គ្រាន់ហើយឬនៅតើពួកគេនិយាយអ្វីខុសទឹកមុខរបស់លីវរូយ៉ានបានប្រែក្លាយទៅជាអស់សង្ឃឹមទាំងស្រុងលោក Big Pam តើអ្នកចង់មានន័យយ៉ាងណាតើអ្នកកំពុងព្យាយាមមើលងាយខ្ញុំមែនទេពេលខ្ញុំសម្លឹងមើលនាងបែបនេះខ្ញុំនឹកឃើញដល់ទឹកមុខចំអករបស់នាងនៅឯពិធីជប់លៀងបញ្ចប់ការសិក្សារូបភាពទាំងពីរនេះត្រួតស៊ីគ្នាវាពិតជាពិបាកក្នុងការបង្កើតអារម្មណ៍ស្រឡាញ់ចំពោះនាងទៀតហើយអ្នកយល់ច្រឡំហើយអ្នកក៏គួរតែដឹងដែរថាដោយសារឋានៈរបស់អ្នកមិនស័ក្តិសមនឹងខ្ញុំទេលីវរូយ៉ានក្តាប់កណ្ដាប់ដៃយ៉ាងណែនទឹកភ្នែកហូរចេញពីភ្នែករបស់នាងពេលនាងយំសោករួចរៀបរាប់រឿងរ៉ាវរបស់នាង Big Pam អ្នកបាននិយាយយ៉ាងច្បាស់ថាអ្នកស្រឡាញ់ខ្ញុំវាជាការពិតដែលខ្ញុំបាននិយាយដូច្នោះប៉ុន្តែឪពុកម្ដាយខ្ញុំមិនយល់ស្របទេតើខ្ញុំដឹងដោយរបៀបណាបន្ទាប់ពីនិយាយរួចខ្ញុំក៏សម្លឹងមើលនាងពីលើចុះក្រោមនាងមានអារម្មណ៍មិនស្រួលនៅក្រោមការសម្លឹងដ៏ច្បាស់លាស់របស់ខ្ញុំហេតើអ្នកកំពុងមើលអ្វីខ្ញុំគិតថាតាមពិតទៅមានវិធីមួយភ្នែករបស់ខ្ញុំដែលពោពេញដោយអត្ថន័យលាក់កំបាំងបានសម្លឹងមកនាងក៏ស្រឡាំងកាំងបន្ទាប់មកពេលជួបភ្នែកខ្ញុំនាងក៏យល់ពីអ្វីដែលខ្ញុំចង់មានន័យទីបំផុតនាងឡើងក្រហមមកក្បាលរួចរត់ចេញទៅខាងក្រៅនៅថ្ងៃបន្ទាប់ខ្ញុំបានឃើញមុខរបស់នាងឡើងក្រហមពេលនាងរុញទ្វារចូលការិយាល័យរបស់ខ្ញុំគឺលោក Big Pam ខ្ញុំនៅតែអង្គុយមិនកម្រើកគ្រាន់តែចង់ដឹងថានាងអាចទៅបានឆ្ងាយប៉ុណ្ណាពេលឃើញខ្ញុំអង្គុយលើសាឡុងដោយមិនរើនាងក៏ខំថ្មិញហើយដោះអាវចេញមុខនាងឡើងក្រហមដូចស្បែកក្តោបភ្នែកនាងសាមដោយទឹកភ្នែកពេលនាងសម្លឹងមកខ្ញុំប៉ុន្តែខ្ញុំនៅតែមិនមានប្រតិកម្មអ្វីទេគ្រាន់តែសម្លឹងមើលនាងដោយភ្នែករបស់ខ្ញុំប៉ុណ្ណោះភ្លាមនោះទ្វារការិយាល័យត្រូវបានបុគ្គលិកក្រុមហ៊ុនគប់ដោយហិង្សាហើយជាអកុសលពួកគេគឺជាបុគ្គលិកដែលមិនចូលចិត្តលោកលីវរូយ៉ានបុគ្គលិកដែលបានចូលក្នុងបន្ទប់ហើយឃើញឈុតនេះមិនអាចជួយអ្វីបានក្រៅពីស្រែកឡើង
វាគឺជាសម្លេងស្រែកនេះដែលតាក់ទាញមនុស្សជាច្រើនឲ្យមកកន្លែងកើតហេតុអ្នកទាំងអស់គ្នាសូមក្រឡេកមើលរឿងនេះស្ងាត់ទៅមនុស្សគ្មានខ្មាស់អៀនអើយតើអ្នកគ្រប់គ្រងកំពុងបណ្ដេញនាយកនៅទីនេះមែនទេបើទោះបីជាមានអកប្បកិរិយាធម្មតាក៏ដោយក៏នាងហ៊ានហៅខ្លួនឯងថាស្រីកំណាន់វ័យក្មេងដូច្នេះតើវាត្រូវបានធ្វើយ៉ាងដូចម្ដេចទីបំផុតខ្ញុំបានក្រោកឈរឡើងហើយដើរយឺតទៅរកនាងនឹងចាក់ចេញពីក្រុមហ៊ុនចាប់ពីថ្ងៃនេះទៅនិយាយរួចដោយមិនឈប់គាត់ក៏ដើរចេញទៅភ្លាមវាដូចជាមានអ្វីមួយខ្វក់ខ្លាំងណាស់នៅក្នុងបន្ទប់អូយចាំមើលថាតើនាងនៅតែមានភាពក្លាហានហៅខ្លួនឯងថាស្រីកំណាន់វ័យក្មេងឬអត់ចៅវាយវ័យក្មេងនោះខ្លាចនាងខ្លាំងណាស់ទើបរត់ចេញទៅភ្លាមគ្មានអ្វីចម្លែកទេដែលចៅវាយវ័យក្មេងមិនដែលការពារនាងជាសាធារណៈដូច្នេះតាំងពីដើមដល់ចប់វាគ្រាន់តែជាការគិតតែម្ខាងនឹងការយកច្រឡំមែនទេវាជាការពិតដែលមនុស្សមួយចំនួនចង់ស៊ីសត្វស្វាពួកគេក៏បានខកខានមិនបានពិចារណាពីស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេដែរបើខ្ញុំជាកូនអ្នកមានខ្ញុំនឹងមិនខ្វល់ពីការសម្លឹងមើលនាងទេអ្នកក៏បានឃើញវាដែរដោយសារកាលៈទេសៈសប្តាហ៍ថ្ងៃនេះតើអ្នករំពឹងថាខ្ញុំនឹងនៅក្បែរអ្នកដោយរបៀបណាតើអ្នកកំពុងនិយាយថាកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននិងរបស់ខ្ញុំមិនមានតម្លៃដូចរបស់អ្នកទេតើនាងនឹងជប់យំទេភ្នែករបស់នាងពោពេញដោយការឈឺចាប់ប៉ុន្តែតើខ្ញុំត្រូវធ្វើអ្វីឥឡូវនេះតើអ្នកកំពុងបន្ទោសខ្ញុំមែនទេមានរឿងបែបនេះកើតឡើងមែនទេបើខ្ញុំមិនប្រយ័ត្នទេតើខ្ញុំគួរបន្ទោសអ្នកណាទៀតឯងនៅហ៊ានចូលមកក្នុងផ្ទះខ្ញុំទៀតឬដោយខឹងនឹងការយំរបស់នាងខ្ញុំក៏និយាយយ៉ាងរហ័សថាតាមពិតទៅវាមិនមែនជារឿងមិនអាចទៅរួចទេវាអាស្រ័យលើថាតើអ្នកសុខចិត្តទទួលយកវាឬអត់ពន្លឺនៃក្តីសង្ឃឹមបានភ្លឺឡើងក្នុងភ្នែករបស់លីវរូយ៉ានបងប្រុស Big Pam ដរាបណាខ្ញុំអាចនៅក្បែរបងបានបងនឹងធ្វើអ្វីគ្រប់យ៉ាងប៉ុន្តែពេលខ្ញុំប្រាប់នាងពីផែនការរបស់ខ្ញុំនាងមិនអាចទប់ចិត្តបានក្រៅពីស្រែកគាត់ចង់ឲ្យខ្ញុំមកផ្ទះគាត់ហើយធ្វើការជាអ្នកបម្រើតើរឿងនេះអាចកើតឡើងដោយរបៀបណាខ្ញុំសម្លឹងមើលនាងដែលធ្វើឲ្យនាងមានអារម្មណ៍មិនស្រួលតើអ្នកមិនបាននិយាយថាប្រសិនបើវាចង់នៅជាមួយខ្ញុំនាងនឹងធ្វើអ្វីគ្រប់យ៉ាងមែនទេតើអ្នកកំពុងព្យាយាមបញ្ឆោតខ្ញុំមែនទេខ្ញុំមិនមានន័យបែបនោះទេប៉ុន្តែតើពិតជាគ្មានវិធីផ្សេងទៀតទេខ្ញុំបានបាត់បង់ការអត់ធ្មត់ហើយត្រូវធ្វើសកម្មភាពយ៉ាងរហ័សនេះជាដំណោះស្រាយដ៏ល្អបំផុតដែលខ្ញុំអាចគិតដល់នេះជាឱកាសដ៏ល្អសម្រាប់អ្នកក្នុងការជួបឪពុកម្ដាយរបស់ខ្ញុំជាមុនប្រសិនបើពួកគេទទួលយកខ្ញុំតើវានឹងមិនងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាទេយេនមានអារម្មណ៍ថាគ្មានការវិលត្រឡប់មកវិញទេគាត់ខំថ្មិញហើយងក់ក្បាលប៉ុន្តែមិនភ្លេចរំលឹកខ្ញុំទេនាងបានស៊ូទ្រាំនឹងភាពអាម៉ាស់ទាំងអស់នេះដោយសារតែខ្ញុំឪពុកម្ដាយខ្ញុំបានហៅខ្ញុំទៅផ្ទះមុនម៉ោងដោយនិយាយថាពួកគាត់មានរឿងសំខាន់មួយត្រូវពិភាក្សាយេនដឹងថានាងអាចជឿថាបំណងប្រាថ្នារបស់នាងបានក្លាយជាការពិតឪពុកម្ដាយខ្ញុំដោយមិនបានឃើញខ្ញុំត្រឡប់មកវិញក៏ប្រញាប់ទាញខ្ញុំចុះមកអង្គុយលីវរ៉ូយ៉ានបានឈរស្ដាប់បង្គាប់នៅម្ខាងលួចស្ដាប់ការសន្ទនារបស់យើងដោយមិននឹកស្មានដល់រឿងសំខាន់ដែលឪពុកម្ដាយខ្ញុំកំពុងពិភាក្សាគ្នានោះគឺការភ្ជាប់ពាក្យរបស់ខ្ញុំប៉ុន្តែពួកគេមិនបានបញ្ជាក់ថាកូនប្រមុំនោះជានរណានោះទេពេលលើដូច្នេះយេនមានអារម្មណ៍រំភើបយ៉ាងខ្លាំងហើយដោយសារការយល់ច្រឡំខ្លួនឯងនាងជឿជាក់យ៉ាងមុតមមថានោះជានាងកូនប្រុសអ្នកក៏គួរតែពិនិត្យមើលដំណើរការពិធីភ្ជាប់ពាក្យផងដែរនៅពេលនេះលីវរ៉ូយ៉ានកាន់តែរីករាយហើយបានលើករាងកាយរបស់នាងឡើងនេះពិតជាត្រូវបានរៀបចំដោយទីងនាងសម្រាប់ខ្ញុំនិងនាងដូច្នេះខ្ញុំក៏ឡើងក្រហមហើយចាប់ផ្ដើមផ្ដល់ដំបូន្មានឥតឈប់ឈរដំណើរការនេះត្រូវបានបញ្ចប់ជាស្ថាពរនាងសម្លឹងមកខ្ញុំដោយខ្មាស់អៀនដូចជាចង់ចាប់ដៃខ្ញុំបន្ទាប់មកកណ្ដឹងទ្វារក៏រត់ឡើងភ្លាមហើយនាងក៏រត់ទៅបើកទ្វារដោយរំភើបហឺយេនឈរស្ងៀមនៅនឹងកន្លែងដោយភ័យស្លន់ស្លោយ៉ាងខ្លាំងប៉ុន្តែស្ថានភាពងឿងឆ្ងល់នេះមិនបានស្ថិតស្ថេរយូរទេពេលខ្ញុំដើរកាន់ដៃគ្នាជាមួយគូដណ្ដឹងពិតរបស់ខ្ញុំសេងយូជូបានដើរចូលមកខ្ញុំអាចមើលឃើញយ៉ាងច្បាស់នៅមុខរបស់នាងប្រែជាញ៉ៃញ៉ៃយ៉ាងខ្លាំងហើយខ្លាចជាគួរឲ្យស្អប់ខ្ពើមទាំងស្រុងប្រសិនបើយេនដួលរលំនោះគ្មានចំណុចណាដែលត្រូវរងចាំទៀតទេមានរឿងអ្វីកើតឡើងនៅទីនេះគាត់បាននិយាយថាគាត់ចង់រៀបការជាមួយខ្ញុំអូតើខ្ញុំនិយាយបែបនេះនៅពេលណាតើសាក់សីជានរណាអព្រះជាម្ចាស់ឲ្យលោក Big Pam សំបីតែអ្នកបម្រើរបស់អ្នកក៏ហ៊ានមិនគោរពអ្នកយ៉ាងនេះដែរ